ជំរុំរបស់ក្រុមមយូថេនបានคล้ายជាវាបាក់បែកទាំងស្រុងខណៈដែល Professor X ក៏ត្រូវ Apocalypse Chianti ចាប់ខ្លួនផងដែរសិស្សមីរ៉ាដែលនៅមិនទាន់បញ្ចប់ការសិក្សាបានងាកទៅរក Mystic Raven ជាមេដឹកនាំពួកគេធ្លាប់បានឮ Professor X និយាយអំពីវីរភាពរបស់នាងហើយតែងតែចាត់ទុកនាងជាវីនេរីខណៈដែលគ្រប់គ្នាកំពុងសោកសៅឧទ្ធម្ភាគចក្រយោធាមួយបានមកដល់ដំបូងគ្រប់គ្នាគិតថាជាក្រុមសង្គ្រោះប៉ុន្តែពេល Mystic ឃើញមន្ត្រីដែលចុះពីលើយន្តហោះនាងស្រែកឲ្យគ្រប់គ្នារត់ភ្លាមទោះជាយ៉ាងណាវាយឺតពេលទៅហើយយោធាបានចាប់មយោថេនទាំងអស់ដោយចោទថាពួកគេជាមូលហេតុនៃគ្រោះមហន្តរាយដែលកើតឡើងសំណាងល្អ Jean Grey Nightcrawler និង Cyclops បានរួចខ្លួនហើយសម្រេចចិត្តលួចចូលមូលដ្ឋានសម្ងាត់របស់យោធាដើម្បីជួយសង្គ្រោះមិត្តរួមក្រុមប៉ុន្តែមូលដ្ឋាននោះមានប្រព័ន្ធបង្ក្រាបអំណាចមយោថេនដែលធ្វើឲ្យសមត្ថភាពរបស់ Jean Grey ស្ទើរតែមិនអាចប្រើបានបន្ទាប់ពីពួកគេលួចចូលបានពួកគេបានរកឃើញថា Mystic និងអ្នកដទៃកំពុងជាប់ឃុំក្នុងទ្រុងដែកពេលកំពុងស្វែងរកផ្លូវជួយពួកគេបានបើកទ្រុងមួយទៀតដោយចៃដន្យហើយបានដោះលែង Wolverine ដែលកំពុងត្រូវគេចាក់ពិសោធន៍ Wolverine បានប្រើក្រញាំ Adamantium សម្រាប់ទាហានជាច្រើនហើយរត់គេចចេញពីមូលដ្ឋាននៅពេលជាមួយគ្នានោះ Professor X បានប្រើអំណាចផ្លូវចិត្តផ្ញើសារសម្ងាត់ទៅកាន់ Jean Grey ដើម្បីប្រាប់ពីទីតាំងរបស់ Apocalypse នៅប្រទេសអេស៊ីប Apocalypse បានចាប់ផ្ដើមសាងសង់ពីរ៉ាមីតមាសថ្មីរបស់គាត់ឡើងវិញបន្ទាប់មកគាត់បានពង្រឹងអំណាចរបស់ Magneto ឲ្យអាចគ្រប់គ្រងលោហៈទាំងអស់នៅលើផែនដីបណ្ដាលឲ្យដែនម៉ាញ៉េទិកផែនដីរងការបំផ្លាញហើយទីក្រុងជាច្រើនចាប់ផ្ដើមរលំក្នុងពេលដំណើរគ្នា Apocalypse បាននាំ Professor X ចូលទៅក្នុងពីរ៉ាមីតដើម្បីផ្ទេរស្មារតីរបស់ខ្លួនទៅក្នុងរាងកាយរបស់ Professor X ប្រសិនបើជោគជ័យគាត់នឹងទទួលបានអំណាចគ្រប់គ្រងចិត្តមនុស្សទាំងអស់លើផែនដីក្រុម X-Men បានជិះយន្តហោះទៅកាន់អេស៊ីប Nightcrawler បានប្រើសមត្ថភាព Teleport ចូលទៅក្នុងពីរ៉ាមីតហើយជួយសង្គ្រោះ Professor X នៅវិនាទីចុងក្រោយបន្ទាប់មកគាត់បានបញ្ជូនមិត្តរួមក្រុមទាំងអស់ត្រឡប់ទៅយន្តហោះប៉ុន្តែ Angel និង Psylocke បានវាយប្រហារយន្តហោះ Nightcrawler បានជួយគ្រប់គ្នាឲ្យរួចផុតមុនពេលយន្តហោះផ្ទុះ Angel មិនអាចគេចផុតបានហើយបានស្លាប់ខណៈដែល Psylocke បានរត់គេចខ្លួន Apocalypse ខឹងយ៉ាងខ្លាំងហើយដឹងថា Professor X នៅមិនឆ្ងាយទេ Quicksilver បានប្រើល្បឿនដ៏អស្ចារ្យរបស់គាត់វាយប្រហារ Apocalypse ប៉ុន្តែ Apocalypse អាចទស្សទីចលនារបស់គាត់បានហើយប្រើខ្សាច់ចាប់ដៃជើង Quicksilver ធ្វើឲ្យគាត់មិនអាចរើខ្លួនបាន Apocalypse បញ្ជាឲ្យ Psylocke សម្លាប់ Quicksilver ប៉ុន្តែអ្នកដែលវាយប្រហារវិញគឺ Mystic ដែលក្លែងខ្លួនជានាងទោះជាយ៉ាងណា Apocalypse មានសមត្ថភាពជាសះស្បើយយ៉ាងឆាប់រហ័សដូច្នេះរបួសនោះមិនអាចបញ្ឈប់គាត់បានឡើយបន្ទាប់មក Apocalypse បានចាប់ Mystic ធ្វើជាចំណាប់ខ្មាំងដើម្បីបង្ខំឲ្យ Professor X ចេញមកដោយមិនចង់ឲ្យមិត្តរួមក្រុមបាត់បង់ជីវិត Professor X បានចេញមកដោយខ្លួនឯងហើយទាញ Apocalypse ចូលទៅក្នុងពិភពផ្លូវចិត្តដើម្បីប្រយុទ្ធគ្នានៅទីនោះប៉ុន្តែក្នុងសមរភូមិផ្លូវចិត្ត Professor X មិនអាចយកឈ្នះ Apocalypse បានទេហើយត្រូវគៀបសង្កត់យ៉ាងខ្លាំងនៅពេលគ្រប់គ្នាចិត្តចាញ់ Magneto បានផ្លាស់ប្ដូរចិត្តគាត់បានដឹងថាពិភពលោកថ្មីដែល Apocalypse និយាយអំពីគ្រាន់តែជារបបផ្ដាច់ការមួយប៉ុណ្ណោះដោយនឹកឃើញដល់គ្រួសារនិងការបង្រៀនរបស់ Professor X គាត់បានសម្រេចចិត្តចូលរួមជាមួយក្រុម X-Men Magneto, Cyclops និង Storm បានរួមគ្នាវាយប្រហារ Apocalypse ប៉ុន្តែខែលការពាររបស់គាត់រឹងមាំខ្លាំងមិនអាចបំបែកបានឡើយក្នុងពិភពផ្លូវចិត្ត Professor X បានញឹមហើយនិយាយទៅកាន់ Apocalypse ថាអ្នកចាញ់ហើយនៅពេលនោះ Jean Grey បានដោះលែងអំណាច Phoenix Force ដែលនាងបានបង្ក្រាបអស់ជាយូរអំណាច Phoenix ដែលជាអំណាចដ៏អស្ចារ្យបំផុតមួយក្នុងចក្រវាឡបានឆេះបំផ្លាញ Apocalypse រហូតដល់រូបកាយរបស់គាត់រលាយបាត់ទាំងស្រុងជ័យជំនះនេះមិនត្រឹមតែបញ្ចប់សង្គ្រាមជាមួយ Apocalypse ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញការកើតឡើងនៃ Dark Phoenix ដែលជាព្រឹត្តិការណ៍សំខាន់សម្រាប់រឿង X-Men Dark Phoenix នៅពេលក្រោយផងដែរ